បាទខ្ញុំបាទហេងថាសវុតសូមគោរពបងប្អូនជនជាតិខ្មែរទាំងអស់ព្រះសង្ឃជាទីសក្ការៈបងប្អូនយុវជនយុវតីដែលមានគំនិតជាតិនិយមហើយដែលកំពុងតែនិយមតាមដានអានព័ត៌មាននៅក្នុង Facebook និង YouTube ជាទីមេត្រីជាដំបូងខ្ញុំសូមបួងសួងដល់គុណទេវតាឆ្នាំថ្មីឆ្នាំវកដែលតាមថែរក្សាប្រទេសកម្ពុជាជាយូរណាស់មកហើយសូមឲ្យមហិទ្ធិឫទ្ធិរបស់ទេវតាឆ្នាំថ្មីមេត្តាជួយទ្រទ្រង់បងប្អូនប្រជាជនខ្មែរប្រទេសកម្ពុជាជាពិសេសអ្នកស្នេហាជាតិទាំងឡាយបានជួបប្រទះនៅសេចក្តីសុខគ្រប់ប្រការបាទខ្ញុំបានតាមដានអានព័ត៌មានចំពោះបញ្ហានយោបាយនៅប្រទេសកម្ពុជាជាច្រើនថ្ងៃមកហើយមានបងប្អូនខ្លះគេបានទូរស័ព្ទមកសួរខ្ញុំថាហេតុអ្វីរហូតមកដល់ពេលនេះខ្ញុំពុំទាន់មានប្រតិកម្មយោបល់អ្វីជាសារៈសំខាន់មួយសម្រាប់ជាទស្សនៈជូនបងប្អូនជាទីសន្តាប់ខ្ញុំសូមបញ្ជាក់ថាអ្វីដែលខ្ញុំទទួលព័ត៌មានគឺខ្ញុំរងចាំទទួលព័ត៌មានជាច្រើនដោយពេលនេះខ្ញុំសូមសរុបចំនួន3ចំណុចទី1ចំពោះទស្សនកិច្ចហ៊ុនម៉ាណែតនិងគណៈប្រតិភូដែលបានធ្វើទស្សនកិច្ចនៅឯទីក្រុងឡង់ប៊ិចហើយបានទទួលប្រតិកម្មការតបតយ៉ាងខ្លាំងចំពោះបងប្អូនខ្មែរអាមេរិកាំងក្នុងការប្រឆាំងវត្តមានរបស់លោកហ៊ុនម៉ាណែតនិងបកពួកចំណុចទី2គឺការចាប់ថ្មីនេះគឺការចាប់ចងលោកអ៊ុំសំអានដែលជាតំណាងរាស្ត្រជាការរំលោភអភ័យឯកសិទ្ធិមួយដែលពួកកុម្មុយនីសតែងតែធ្វើទី3បញ្ហាចាប់ខ្លួនឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងសុឌីណាដែលជាចំណុចមួយដើម្បីបង្ហាញឲ្យឃើញបងប្អូនយុវជនយុវតីដែលមិនធ្លាប់រស់នៅរបបប៉ុលពតឲ្យបានដឹងថាព្រឹត្តិការណ៍ទាំងប៉ុន្មាន system របៀបទាំងប៉ុន្មានដែលរដ្ឋាភិបាលហ៊ុនសែនធ្វើគឺរបៀបកុម្មុយនីសសុទ្ធសាធបាទហេតុអ្វីបានជាលោកហ៊ុនម៉ាណែតដែលជាឧត្តមសេនីយ៍ណាដូចខ្ញុំនិយាយហើយពុំដែលយកភារកិច្ចរបស់ខ្លួនទៅពិនិត្យទល់ដែនបែរជាមុខបំពេញទស្សនកិច្ចនៅឯបរទេសហើយនៅពេលដែលហ៊ុនម៉ាណែតនិងរដ្ឋាភិបាលហ៊ុនសែនបានទទួលដំណឹងថាមានប្រតិកម្មបងប្អូនខ្មែរអាមេរិកាំងជាច្រើនប្រឆាំងចំពោះវត្តមានពួកនោះហេតុអ្វីក៏ពួកទាំងនោះនៅតែមកបាទព្រោះពួកកុម្មុយនីសជាពិសេសលោកហ៊ុនសែនមានបំណងមួយយ៉ាងឆាប់រហ័សដើម្បីធ្វើយ៉ាងណាឲ្យឈ្មោះហ៊ុនម៉ាណែតណារីកល្បីឈ្មោះដើម្បីជាមហិច្ឆតារបស់ហ៊ុនសែនរហូតដល់ចង់ឲ្យកូនរបស់គាត់ណាឈរឈ្មោះជានាយករដ្ឋមន្ត្រីនៅឆ្នាំ2018នេះជាបំណងរបស់ហ៊ុនសែននេះជាបំណងរបស់យួនដែលចង់ឲ្យហ៊ុនសែនធ្វើអ្វីមួយដើម្បីបំពេញបំណងនៃគណៈបកកុម្មុយនីសដែលយួនតែងតែបន្លំបាទជ្រកនៅជាមួយអ្នកដឹកនាំខ្មែរជាពិសេសពួកកុម្មុយនីសដូចជារបបប៉ុលពតដូចនេះដែរនៅពេលដែលហ៊ុនម៉ាណែតបានធ្វើទស្សនកិច្ចនៅឯបរទេសបានចំណាយប្រាក់ជាច្រើនហើយដែលការគួរឲ្យសោកស្ដាយមានបងប្អូនខ្មែរអាមេរិកាំងទាំងអស់ដែលខ្លះធ្លាប់ដឹងអំពីសកម្មភាពដ៏អាក្រក់របស់រដ្ឋាភិបាលហ៊ុនសែនណាដោយសារតែហ៊ុនសែនបានប្រើនុយមួយគឺហ៊ុនម៉ាណែតពួកគេទាំងនោះបាននាំគ្នាជិះយន្តហោះឬក៏មកទីឆ្ងាយភាគច្រើនមិនមែនអ្នកឡុងបិចទេដើម្បីអបអរសាទរហ៊ុនម៉ាណែតខ្ញុំពុំប្រឆាំងនៅអ្វីដែលហ៊ុនម៉ាណែតធ្វើទេបើហ៊ុនម៉ាណែតធ្វើដើម្បីប្រទេសជាតិគ្មាននរណាប្រឆាំងទេតែហ៊ុនម៉ាណែតក្នុងនាមជាឧត្តមសេនីយ៍ម្នាក់គឺធ្វើអ្វីដើម្បីប្រយោជន៍បកដែលខ្ញុំតែងតែនិយាយគឺប្រឆាំងនឹងរដ្ឋធម្មនុញ្ញខ្មែរបាត់ទៅហើយថ្មីនេះការចាប់លោកអ៊ុំសំអានដែលជាតំណាងរាស្ត្រទោះបីយ៉ាងណាក៏ដោយប្រសិនបើលោកហ៊ុនសែនពួករដ្ឋាភិបាលហ៊ុនសែនមានគំនិតជាខ្មែរមិនមែនធ្វើដូច្នេះទេព្រោះរដូវនេះជារដូវចូលឆ្នាំគួរណាស់តែហ៊ុនសែនណានឹងរដ្ឋាភិបាលហ៊ុនសែនប៉ូលីសហ៊ុនសែនណាមេត្តាយល់ដល់សភាពការនៃជនជាតិខ្មែរជាពិសេសនៅពេលបុណ្យចូលឆ្នាំខ្មែរដែលបងប្អូនខ្មែរទាំងអស់ត្រូវជួបជុំគ្រួសារចំណែកឯណាលោកហ៊ុនសែននិងបកពួកដែលមានគំនិតជាកុម្មុយនីស
តែងតែអនុវត្តតាមលទ្ធិកុម្មុយនីសដោយក្រោយឆ្នាំ1970ពួកយួនយកុងពុំដែលឲ្យខ្មែរបានសុខទេគឺក្រោយឬក៏មុនចូលឆ្នាំនៅឆ្នាំ1970ពួកយកុងបានវាយនឹងធ្វើការឈ្លានពានសម្រាប់អ្នករាជការអ្នករដ្ឋការក្នុងរបបសម្ដេចនិងរបបលន់នល់យ៉ាងរង្គាលនៅថ្ងៃ17មេសាឆ្នាំ1975មិនទាន់ចូលឆ្នាំបានប្រមាណផងពួកខ្មែរកុម្មុយនីសដែលមានយួនពីក្រោយបានធ្វើរឿងនេះដដែលរហូតមកដល់សប្តាហ៍ថ្ងៃដែលខ្ញុំអាចបញ្ជាក់ប្រាប់ជូនបងប្អូនយុវជនយុវតីថាអ្វីដែលបងប្អូនបានជួបគ្រាន់តែខុសគ្នាក្នុងបរិយាកាសមួយដោយពួកប៉ុលពតបានប្រើលទ្ធិកុម្មុយនីសដើម្បីកាន់ក្តាប់នៅប្រទេសកម្ពុជាក្រោយឆ្នាំ1975ដែលក្នុងនោះមានយួនបង្កប់នៅពីក្រោយចំណែកហ៊ុនសែនបានប្រើល្បិចកិច្ចកលមួយដោយយកលទ្ធិប្រជាធិបតេយ្យនិងយកស្ដេចបាទគឺព្រះរាជាដើម្បីប្រើប្រាស់អំណាចរបស់ខ្លួនដោយបងប្អូនជ្រាបហើយនៅពេលដែលប៉ុលពតបង្កើតពួកនិរតីដើម្បីចាប់សម្លាប់ពួកក្បត់នៅពេលនោះហើយដែលយួនឆ្លៀតឱកាសសម្លាប់អ្នកជាតិនិយមខ្មែរឥឡូវនេះនៅពេលដែលហ៊ុនសែនកំពុងតែវង្វេងអំណាចកំពុងតែមានមហិច្ឆតាមួយដើម្បីឲ្យកូនរបស់ខ្លួនកាន់អំណាចនៅឆ្នាំ2018ហ៊ុនសែនបានប្រព្រឹត្តអំពើអាក្រក់ជាច្រើនខ្ញុំសូមបញ្ជាក់ថាប្រសិនបើបងប្អូនខ្មែរនៅអាមេរិកណាឬក៏បងប្អូនខ្មែរនៅបរទេសមានគំនិតអាក្រក់ដូចហ៊ុនសែននោះពួកយើងនឹងអាចប្រព្រឹត្តអំពើអាក្រក់ជាច្រើនណាប្រសិនបើណាពួកយើងមានគំនិតអាក្រក់នោះហ៊ុនម៉ាណែតមិនអាចចាក់ចេញពីប្រទេសអាមេរិកបានទេណាពួកយើងនឹងធ្វើយ៉ាងណាដើម្បីធ្វើឲ្យហ៊ុនម៉ាណែតឬក៏បកពួករបស់ខ្លួនមានការឈឺចាប់ប៉ុន្តែពួកយើងមិនអនុវត្តនៅច្បាប់អាក្រក់ដូចពួកកុម្មុយនីសទេពួកយើងគ្រាន់តែនាំគ្នាធ្វើបាតកម្មដើម្បីប្រឆាំងចំពោះវត្តមានរបស់ហ៊ុនម៉ាណែតដែលធ្វើអ្វីមិនមែនដើម្បីប្រទេសជាតិគឺដើម្បីបកហើយបកនោះគឺបុគ្គលហ៊ុនសែនដែលកំពុងតែនាំគ្រោះថ្នាក់ដល់ប្រទេសកម្ពុជាជាខ្លាំងនៅពេលដែលហ៊ុនសែនប្រព្រឹត្តអំពើអាក្រក់កាន់តែខ្លាំងគឺយួនកាន់តែចំណេញដូច្នេះហើយថ្មីនេះមុននឹងចាប់លោកអ៊ុំសំអានដោយបងប្អូនយុវជនយុវតីឃើញស្រាប់ហើយជាពិសេសបងប្អូននៅប្រទេសកូរ៉េរដ្ឋាភិបាលហ៊ុនសែនប្រើកលល្បិចពួកកុម្មុយនីសដោយការចំនួនប៉ុលពតដើម្បីចាប់ទាហានបញ្ញវន្តអ្នករាជការចំនួនលោកលន់នល់គេប្រើល្បិចរបៀបនេះគឺហៅទៅប្រជុំនិងហៅទៅរៀនសូត្រចំណែកឯសុតឌីណាដែលជាឯកអគ្គរដ្ឋទូតមួយរូបត្រូវពួកទាំងនោះនៅពួករដ្ឋាភិបាលហ៊ុនសែនដែលយកស៊ីស្តែមកុម្មុយនីសបានកុហកថាមកប្រជុំទីបញ្ចប់ត្រូវចាប់សុតឌីណាដោយខ្ញុំធ្លាប់និយាយប្រាប់បងប្អូនហើយមនុស្សដែលចូលបម្រើហ៊ុនសែនមនុស្សដែលបម្រើគណៈបកប្រជាជននៅក្នុងរដ្ឋាភិបាលហ៊ុនសែនគឺជាអ្នកខ្លាំងពូកែតែគ្មានអំណាចទេនៅថ្ងៃណាមួយពួកទាំងនោះនឹងត្រូវងាប់ដោយខ្លាដោយសារស្បែកស្អាតរបស់វាដោយភុនភិបនិងសុតឌីណាជាឧទាហរណ៍ដូច្នេះវត្តមានរបស់ហ៊ុនម៉ាណែតការចាប់ចងលោកអ៊ុំសំអានដោយយកលេសនេះលេសនោះការចាប់សុតឌីណាគឺជា system របស់ពួកកុម្មុយនីសទាំងអស់ហើយប្រសិនបើពួកទាំងនោះគឺជាខ្មែរគេមិនអាចធ្វើបានទេគឺពួកមន្ត្រីនៅក្នុងរដ្ឋាភិបាលហ៊ុនសែនជាពិសេសលោកហ៊ុនសែនកំពុងតែមានជំងឺយួនកុម្មុយនីសដែលធ្វើយ៉ាងណាស្របទៅតាមគំនិតយួនមកបើពួកទាំងនោះជាខ្មែរមានខួរក្បាលជាខ្មែរគឺពួកគេពុំធ្វើបែបនេះទេដូច្នេះបងប្អូនយុទ្ធជនប៉ូលីសណាអាជ្ញាធរទាំងអស់មេត្តាភ្ញាក់រលឹកឡើងបើបងប្អូននៅតែគោរពមេបើបងប្អូននៅតែខ្លាចមេបើបងប្អូនមិនរើបំរាស់ខ្លួនឯងនោះតើអ្នកណាជួយអ្នកណាប្រសិនបើបងប្អូនទ្រាំរស់នៅក្នុងអំពើអាក្រក់ទ្រាំរស់នៅក្នុងអំពើពុករលួយទ្រាំរស់នៅក្នុងប្រាក់ខែបៀវត្សដ៏ស្ដួយស្ដាងដោយប្រព្រឹត្តអំពើអាក្រក់គ្រប់យ៉ាងនោះតើបងប្អូនយល់ថាអនាគតបងប្អូនយ៉ាងណានៅពេលដែលយួនសម្រាប់ផែនការរបស់វាហើយសូម្បីតែបងប្អូនក៏ត្រូវពួកវាសម្រាប់ដូចជាមន្ត្រីនៅក្នុងរដ្ឋាភិបាលលោកលន់នល់ដែលខ្ញុំតែងតែនិយាយហើយមុនថ្ងៃ18មីនាជាមន្ត្រីរបស់សម្ដេចស៊ីនុក្រោយថ្ងៃ18មីនាគឺមន្ត្រីរបស់លោកលន់នល់
នៅពេលដែលក្រោយថ្ងៃ17មេសាឆ្នាំ1970ពួកយួនយកកុងបានសម្លាប់ទាហានអ្នករាជការទាំងនោះតែមួយប្រពេចភ្នែកនៅទីបំផុតសម្ដេចសីនុបានបង្កើតអង្គការមួយណាគឺណាជាអង្គការកុម្មុយនីសមួយដែលប្រមូលប្រជាជននៅព្រៃម៉ាគីដើម្បីធ្វើបដិវត្តណាកម្ចាត់របបលោកលន់នល់គឺក្នុងពេលនោះហើយដែលយួនបានសម្លាប់អ្នករាជការទាំងអស់តែមួយប្រពេចភ្នែកនៅឆ្នាំ1970ក៏ដូចជាឆ្នាំ1975នៅពេលដែលប៉ុល ពតពុំទាន់បានបង្កើតកម្ពុជាប្រជាធិបតេយ្យភ្នាក់ងារយួនដែលសំងំនៅក្នុងកម្មាភិបាលរបស់ពួកប៉ុល ពតបានសម្លាប់ទាហានលោកលន់នល់អ្នករាជការតែ6-7 ខែស្ទើរតែផុតពូជឥឡូវនេះនៅពេលដែលលោកហ៊ុនសែនកំពុងតែឈួតវង្វេងនឹងអំណាចណាពួកយួនបានរុញភ្នាក់ងាររបស់វាជាពិសេសនៅក្រសួងប៉ូលីសក្រសួងមហាផ្ទៃដើម្បីចាប់ចងអ្នកជាតិនិយមខ្មែរដោយបងប្អូនឃើញស្រាប់ហើយមនុស្សជាប់គុកជាច្រើនពុំទាន់បានចេញទេមានកុំលោកនាគសវណ្ណារាឥឡូវពួកវាបានចាប់លោកអ៊ុំសំអានទៀតដោយយកលេសនេះលេសនោះតើយើងនៅសងំធ្វើនៅសុកដល់ណាទៀតតើយើងនៅសងំណាដល់ណាទៀតណាដូច្នេះប្រសិនបើខ្ញុំគ្រាន់តែសួរបងប្អូនថាអ្នកជាពិសេសក្រុមហ៊ុនម៉ាណែតបើបងប្អូនខ្មែរនៅអាមេរិកមានគំនិតអាក្រក់ហើយចាប់លោកហ៊ុនម៉ាណែតដោយពុំខ្លាចច្បាប់ចាប់ក្រុមហ៊ុនម៉ាណែតដើម្បីជាធ្នូមួយក្នុងនយោបាយតើពួកអស់លោកគិតយ៉ាងម៉េចណាពួកយើងពុំអាចធ្វើបានទេក៏ប៉ុន្តែប្រសិនបើយើងអាចធ្វើបាននៅពេលនោះតើអស់លោកមានគំនិតយ៉ាងណាបើមានក្រុមខ្មែរអាមេរិកឬបងប្អូនខ្មែរមួយក្រុមណានាំគ្នាណាប្រើអំពើហិង្សាដោយចាប់ជំរិតហ៊ុនម៉ាណែតនិងពួកមន្ត្រីទាំងអស់ដោយពុំខ្លាចច្បាប់នៅសហរដ្ឋអាមេរិកតើអស់លោកគិតយ៉ាងណាដូច្នេះហើយអស់លោកទាំងអស់ល្មមយល់ហើយល្មមភ្ញាក់ខ្លួនហើយនៅមុនពេលដែលយួនប្រើប្រាស់កម្លាំងថ្មីរបស់ពួកគេណាដើម្បីធ្វើយ៉ាងណាកំទេចទាំងអ្នកជាតិនិយមទាំងអស់លោកណាដោយបងប្អូនឃើញស្រាប់ហើយយួនចារកម្មយួនបានប្រើស្រីចម្រើនដែលជាកូនយួនដើម្បីធ្វើយ៉ាងណាឲ្យមន្ត្រីនៅក្នុងគណៈបកប្រជាជននឹងទទួលថ្មបាក់ហើយនឹងទទួលរឿងមួយដែលមិនអាចគេចផុតព្រោះមន្ត្រីនៅក្នុងគណៈបកប្រជាជនជាពិសេសមន្ត្រីឧត្តមសេនីយ៍ជាច្រើនដែលបានទៅរៀននៅស្រុកយួនបានជាប់អន្តៈយួនដោយយួនបានប្រើប្រាស់ស្រីស្អាតជាច្រើនដើម្បីធ្វើយ៉ាងណាឲ្យមន្ត្រីយោធាទាំងនោះលងនឹងតណ្ហាទីបំផុតណាមន្ត្រីទាំងនោះមាននឹងបង្កើតកូនជាច្រើនដោយសារស្រីយួនទាំងនោះហើយនៅទីបំផុតល្បិចដែលស្រីចម្រើនធ្វើនោះគឺជាអន្តៈណាដែលធ្វើឲ្យដែលអាចជាដូចប្រៀបបាននឹងបាច់អង្កាមបញ្ច្រាស់ខ្យល់គឺនៅពេលដែលពួកស្រីចម្រើនធ្វើបែបនេះហើយនឹងធ្វើឲ្យមន្ត្រីនៅក្នុងគណៈបកប្រជាជនកាន់តែអាក្រក់ឡើងកាន់តែជាប់អន្តៈឡើងនៅទីបំផុតក្រុមយួនថ្មីមួយដែលវាបង្កើតសង្គ្រាមឲ្យខ្មែរសម្រាប់ខ្មែរគឺក្រុមលហ៊ុនសែនដែលប្រព្រឹត្តអំពើអាក្រក់ពុំឈប់នោះនៅខ្លាយជាឃាតករខ្លាយទៅជាជនអក្រិតកម្មក្នុងសង្គ្រាមហើយនៅពេលនោះនៅ ICC នឹងធ្វើច្បាប់មួយជាពិសេសនៅរយៈ1ឆ្នាំឬ2ឆ្នាំទៀតហ៊ុនសែននឹងទល់ច្រកនៅពេលនោះហើយអ្នកជាតិនិយមទាំងអស់ត្រូវពួកវាសម្លាប់ជាបន្តបន្ទាប់ជាសម្ងាត់ហើយនៅទីបំផុតជាអវសានក្រុមយួនថ្មីមួយនឹងកាន់កាប់ប្រទេសកម្ពុជាដោយខ្ញុំនិយាយដដែលអញ្ចឹងអស់លោកសប្បាយទៅសប្បាយនឹងប្រព្រឹត្តអំពើអាក្រក់អស់លោកចាប់ខ្មែរគ្នាឯងទៅថ្ងៃណាមួយអស់លោកនឹងទទួលវាសនាដ៏អាក្រក់ដូចឆ្នាំ1970ដូចឆ្នាំ1975ទីបំផុតយួននឹងសម្លាប់អស់លោកហើយលោកហ៊ុនសែននឹងត្រូវវិនិច្ឆ័យអន្តរាយណាបំណងរបស់លោកដែលចង់ឲ្យកូនលោកកាន់អំណាចនោះក៏នឹងត្រូវរលាយដោយសារតែអំពើអាក្រក់របស់លោកដូច្នេះល្មមបញ្ឈប់អំពើអាក្រក់ទៅណាអ្វីដែលអស់លោកកំពុងតែធ្វើក៏កំពុងតែជាប់នៅក្នុងសំណុំរឿងរបស់អន្តរជាតិរបស់មហាអំណាចជាពិសេសអង្គការសហជាតិនិងសហរដ្ឋអាមេរិកថ្ងៃណាមួយអស់លោកនឹងត្រូវជាប់គុកថ្ងៃណាមួយអស់លោកនឹងមានវាសនាអាក្រក់ហើយនៅពេលនោះប្រទេសកម្ពុជានឹងធ្លាក់ក្នុងកណ្ដាប់ដៃយួនហើយសូមបងប្អូននិងអស់លោកគុំស្ដាយក្រោយកុំយំឲ្យសោះសូមអរគុណសូមជម្រាបលាបាទ